ឬល្បីថាព្រះអង្គខ្លាំងប្រកែខាងដាស់យន់ដាស់អីអញ្ចឹងណាបងប្អូនចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកនាំបងប្អូនទាំងអស់គ្នាមកស្គាល់វត្តមួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងណាបងប្អូនដោយដែលបងប្អូនបានឃើញវីដេអូដែលខ្ញុំបង្ហាញមិញអញ្ចឹងគឺវត្តចាមុនីរតនមុនីទឹកហូតណាបងប្អូនចាដោយសារតែបងប្អូនខ្ញុំគាត់មានធុរៈត្រូវមកជួបចានឹងជាមួយនឹងព្រះអង្គដែលគាត់ជាអធិការវត្តចាប់អធិការវត្តទឹកហូតណាបងប្អូនខ្ញុំអត់សូវចេះនិយាយភាសាលោកទេបងប្អូនបើសិនជាខ្ញុំនិយាយខុសអីកុំឲ្យប្រកែកប្រកាន់ខ្ញុំដោយសារតែឮល្បីថាព្រះអង្គខ្លាំងប្រកែខាងដាស់យន់ដាស់អីអញ្ចឹងណាបងប្អូនចាហើយខ្ញុំជឿថាបងប្អូនអ្នកខេត្តចាកំពង់ឆ្នាំងគឺប្រកាសជាស្គាល់វត្តនេះច្រើនហើយបងប្អូនដោយសារតែវត្តនេះគឺមានខ្លងទ្វារនៅជាប់ផ្លូវជាតិផ្លូវចូលមករៀងជ្រៅបន្តិចប៉ុន្តែទីធ្លាវត្តគឺធំទូលាយហើយសម្រាប់ចាសាលាដែលខ្ញុំពងថតនេះគឺជាសាលាឆាន់ឃើញថាសាលាឆាន់គឺថាសាលាល្អខ្ចល់ឡាវឹងល្វើយហើយចាក្បាច់រចនានៅតាមសសរសាលាហ្នឹងគឺថាស្អាតខ្លាំងមែនទែនបងប្អូននិយាយទៅក្បាច់ខ្មែរយើងតាមវត្តណាក៏ដូចវត្តណាដែរគឺស្អាតខ្លាំងតែម្ដងប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺការសាងសង់សាលាឆាន់នេះបងប្អូនគាត់អត់បិទអញ្ចាំងចិត្តដូចវត្តផ្សេងទេគឺគាត់ចាលក្ខណៈថាធ្វើដូចជាផ្សារមួយនៅតាមស្រុកស្រែមួយអញ្ចឹងបងប្អូនដូចដែលបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺថាលហលហេវគាត់មានអញ្ចឹងតែមួយចំហៀងទេហើយនៅខាងមុខហើយនឹងពីចំហៀងគឺថាខ្យល់ចូលឡើងលហើយលវឹងចូលទៅអត់ក្តៅអត់ហប់ទេហើយក៏អត់ចាំបាច់ប្រើកង្ហារអីដែរបងប្អូនចាលហើយតែម្ដងណាហើយនោះគឺបងប្អូនខ្ញុំហើយបងប្អូនហើយចូលក្នុងបន្ទប់បាត់ហើយចាខ្ញុំមិនដឹងថាគាត់ទៅធ្វើអីខ្លះទេខ្ញុំគាត់តែដើរថតវីដេអូខាងក្រៅវត្តបង្ហាញជូនបងប្អូនអញ្ចឹងណាដោយសារតែខ្ញុំគិតថាយើងមាននិស្ស័យចាមានវាសនាបានចូលមកជួបចាំមកឃើញហើយក៏ឆ្លៀតថតបង្ហាញបងប្អូនចាទុកជាឯកសារហើយក៏ចង់ដឹងថាបងប្អូនទាំងអស់គ្នាចាធ្លាប់ស្គាល់វត្តនេះដែរឬអត់ទេបងប្អូនចាបងប្អូនមើលកន្លែងចាបល្ល័ង្កព្រះពុទ្ធរូបខ្ញុំឃើញចំណុចពិសេសមួយបងប្អូនឃើញស្លឹកទេចាមិនមែនគំនូទេណាបងប្អូនគឺពិតតែម្ដងចាគិតថាស្លឹកនេះគឺស្លឹកជ័រលក្ខណៈដូច 3D អញ្ចឹងណាបងប្អូនសម្រាប់ដើមក៏ចាចាក់ស៊ីម៉ង់ចាផលិតចេញមកខាងក្រៅដូចដើមពោពិតអញ្ចឹងដែររបៀបគេថាហៅថាចម្លាក់ផុសបងប្អូនចាហើយសម្រាប់ចំណុចផ្សេងគឺដូចតែវត្តទូទៅផ្សេងដែរទេបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំចង់បញ្ជាក់បង្ហាញប្រាប់បងប្អូននោះគឺខ្ញុំស្រឡាញ់ថងថាសាលាឆាន់នេះប៉ុន្តែមានទីធ្លាធំទលាយលហលហេវហើយអត់ត្រូវការប្រើកង្ហារទេគឺប្រើតែខ្យល់ធម្មជាតិគ្រប់ទិសគ្រប់ជ្រុងតែម្ដងបងប្អូនចាគ្រាន់តែខ្ញុំអត់បានចាបញ្ជាក់ប្រាប់ជាមួយនឹងអ៊ំក៏ដូចជាតាអាចារ្យសួរថាវត្តហ្នឹងគឺមានព្រះសង្ឃប្រមាណអង្គគឺភ្លេចឲ្យឈឹងអត់បានសួរគាត់លីងហើយកន្លែងនេះគឺជាទស្សនវិជ្ជានៅខាងក្រោយសាលាឆាន់បងប្អូនចាគឺតយ៉ាបជាសង្កសីបែបនេះមកទុកសម្រាប់ដាក់សម្ភារៈប្រើប្រាស់ផ្សេងនៅក្នុងវត្តគឺធំទលាយលហលហេវដូចគ្នាបងប្អូនហើយសម្រាប់វត្តនេះគឺខ្ញុំឃើញមានព្រះវិហារចំនួន2បងប្អូននេះគឺជាព្រះវិហារចាស់តែរាងទាបបន្តិចតែមិនចាស់ណាស់ណាបងប្អូនគាត់ថារាងទាបហើយតូចហើយផ្នែកពណ៌ខាងឆ្វេងដៃនេះគឺព្រះវិហារថ្មីបងប្អូនចាទៅលាបថ្នាំហើយបានខ្លះហើយនៅខាងក្រោមគឺអត់ទាន់បានលាបថ្នាំទេគឺទៅនឹងសាងសង់ថ្មីតែខ្ញុំក៏អត់ទាន់ដឹងដែរថាប្រើប្រាស់ហើយនៅអញ្ចឹងណាបងប្អូនហើយព្រះវិហារនេះគឺធំជាងព្រះវិហារចាស់បន្តិចហើយសម្រាប់នៅខាងមុខព្រះវិហារនេះយើងឃើញមានចេតិយចាចំនួន2ចាមួយនេះគឺរាងបរមបារាដូចចាស់យូរហើយមួយទៀតដូចជាមិនចាស់ណាស់ណាបងប្អូនចាខ្ញុំក៏អត់បានដឹងហើយក៏អត់បានសួរអ៊ំតាអាចារ្យដែរថាចេតិយនេះគឺជាចេតិយរបស់អ្នកណាឬក៏ព្រះគ្រូអង្គណាអីអញ្ចឹងណាបងប្អូនចាគឺចាស់ខ្លាំងមែនទែនតែម្ដងមើលទៅរឿងលក្ខណៈថាទ្រុឌទ្រោមខ្លាំងហើយតែក្បាច់នៅកំពូលខាងលើគឺនៅស្អាតធម្មតាស្អាតភ្លឹងដូចនៅថ្មីចឹងបងប្អូនចាគាត់ថាប្រកាន់ដៃខាងក្រោមវិញគឺថាពុកបាក់បែកអស់ហើយបងប្អូនដោយសារតែមើលទៅតាមសភាពគឺយូរឆ្នាំខ្លាំងមែនតែម្ដងគឺសាងសង់មុនព្រះវិហារថ្មីនេះយូរខ្លាំងណាស់ហើយវាលក្ខណៈថាទាបនៅពេលដែលគេចាក់វិហារដីធ្វើវិហារថ្មីទៅវាទៅជាលិចចេតិយនឹងខ្លាំងហើយសម្រាប់ផ្នែកខាងនេះវិញតាមការសង្ស័យរបស់ខ្ញុំគឺប្រហែលជាសាលាឆាន់ចាស់បងប្អូនចាព្រោះដោយសារតែយើងមើលតាមសន្តានរូបរាងគឺប្រៀបដូចជាសាលាឆាន់ប៉ុន្តែគេលែងប្រើប្រាស់ហើយឥឡូវឃើញថាដល់ម៉ោងលោកឆាន់ណាមានកូននេនហើយនឹងបងប្អូនក្មេងវត្តគាត់មកគូស្គរទូងស្គរហើយនៅពេលដែលស្គររោខ្លាំងទៅអាមួយនេះក៏វាប្រឹងស្រែកខ្លាំងដែរបងប្អូនវាលូឡើងខ្ញុំបាសរោមអស់តែម្ដងហើយសម្រាប់ប្តីខ្ញុំវិញគ្រាន់តែថាចូលមកផុតខ្លងទ្វារវត្តបងប្អូនមើលចាឆ្លងខ្លងទ្វារវត្តភ្លាមគាត់ចាប់ដើមបាសរោមកញ្ញាំងបែបនេះភ្លាមគាត់បាសរោមដោយសារអីខ្ញុំអត់ដឹងទេបងប្អូនតែបើខ្ញុំបាសរោមដោយសារលឺឆ្កែលូហើយនេះគឺជាទស្សនវិជ្ជានៅទីធ្លាខាងមុខវត្តបងប្អូនគឺសម្បូរដើមដូងច្រើនខ្លាំងមែនតែន
ហើយសម្រាប់ខ្លងទ្វារផ្លូវចូលចានៅពេលដែលយើងចូលចេញពីផ្លូវជាតិមកបើបងប្អូនមកពីបាត់ដំបងវត្តគឺនៅខាងឆ្វេងដៃតែបើបងប្អូនមកពីភ្នំពេញវត្តគឺនៅខាងស្ដាំដៃសម្រាប់ផ្លូវចុះពីខ្លងទ្វារវត្តមកដល់វត្តគឺមានចម្ងាយប្រហែលជាខ្ទង់3គីឡូបងប្អូនចាគាត់ថាចុះមកមានផ្លូវកស៊ូប្រហែលជាខ្ទង់2គីឡូផុតផ្លូវកស៊ូមកគឺយើងមកដល់ផ្លូវគ្រួក្រហមប្រហែលជា1គីឡូទៀតគឺដល់វត្តតែម្ដងហើយសម្រាប់វត្តនេះគឺមានសាលារៀនអមសងខាងបងប្អូនចាហើយដែលខ្ញុំកំពុងបង្ហាញនេះគឺជាទីធ្លាវត្តទាំងមូលតែម្ដងបងប្អូនតែពីនៅខាងក្រោយសាលាឆាន់គឺខ្ញុំអត់បានបង្ហាញជូនបងប្អូនទៀតទេហើយនេះគឺជាខ្លងទ្វារច្រកចូលបងប្អូនហើយខាងឆ្វេងដៃនោះគឺជាសាលារៀនហើយឥឡូវគឺខ្ញុំចាប់ដើមធ្វើដំណើរចេញទៅវិញហើយបងប្អូនចាចេញទៅវិញហើយបានរៀបរាប់ផ្លូវចូលមកឲ្យបងប្អូនចាដោយសារតែចូលមកគឺយើងអត់បានថតអញ្ចឹងណាយើងចេញពីវត្តទៅដំបូងគឺផ្លូវគ្រួសក្រហមបែបនេះប្រហែលជា1គីឡូសិនបងប្អូនទើបឡើងដល់ផ្លូវកស៊ូប្រហែលជា2គីឡូទៀតទើបយើងមកដល់ខ្លងទ្វារផ្លូវចូលចេញពីផ្លូវជាតិតែម្ដងណាបងប្អូនទាំងអស់គ្នាចាហើយសម្រាប់វីដេអូរបស់ខ្ញុំពេលនេះក៏ដល់ទីបញ្ចប់ហើយដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំកន្លងមកឬក៏វីដេអូនេះក្តីមែនហើយក៏សូមខន្តីអភ័យទោសនៅពេលដែលខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាចាឬក៏ការថតរូបរបស់នាងខ្ញុំគឺមិនសូវបានល្អក្តីសូមបងប្អូនមេត្តាខន្តីអភ័យទោសផងចាហើយជាចុងក្រោយបងប្អូនកុំភ្លេចជួយ like ជួយ comment ជួយ share វីដេអូរបស់នាងខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំនៅវីដេអូក្រោយៗទៀតជម្រាបលា